Yo hello everyone អញ្ចឹងថ្ងៃនេះខ្ញុំមានអីមកចែករំលែកអ្នកទាំងអស់គ្នាទៀតទេបើអ្នកដឹងហើយក៏អររំលងទៅបើអ្នកអត់ទាន់ដឹងទេអញ្ចឹងយើងមកដឹងទាំងអស់គ្នាខ្ញុំគិតថាគ្នាយើងប្រហែលជាស្គាល់ zodiac sign ភាគរយច្រើនដែរនៅខ្មែរយើងប៉ុន្តែថ្ងៃហ្នឹងខ្ញុំមកចង់ប្រាប់អ្នកគ្នាពីមួយទៀតវាស្រៀង zodiac sign ដែរហើយអាហ្នឹងគេហៅថា MBTI ហើយ MBTI ហ្នឹងវាមានខុសអីពី zodiac sign មែនទេវាដូចតែគ្នាទេក៏ប៉ុន្តែ MBTI ហ្នឹងវា special ជាងហើយវាច្បាស់លាស់ជាង zodiac sign ខ្ញុំគិតថានៅខ្មែរយើងគឺគេពេញនិយម zodiac sign ជាង MBTI ហ្នឹងប៉ុន្តែនៅស្រុកគេប្រើ MBTI ហ្នឹងច្រើនជាង zodiac sign ហើយ MBTI របស់ខ្ញុំគឺ INFJ អញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់តេស្តថា MBTI អ្នកគ្នាអីគេអញ្ចឹងចាំចូលទៅក្នុង channel YouTube របស់ខ្ញុំនឹងតម្លាក់ link តេស្ត MBTI នៅក្នុងហ្នឹងអញ្ចឹងជាចុងក្រោយខ្ញុំទៅអ្នកទាំងគ្នាឲ្យជួយចុច subscribe channel YouTube ថ្មីរបស់ខ្ញុំម្នាក់មួយផងអញ្ចឹង thank you bye bye